សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនាំអ្នកនរគ្នាមកមើល tool ថ្មីរបស់ខ្ញុំមួយទៀតហើយដែលវាងាយស្រួលប្រើខ្លាំងមែនទែនសម្រាប់អ្នកដែលអត់ចេះសោះហើយឬក៏អត់ចូលចិត្តសាំញ៉ាំច្រើនប្រើទៅមាន tool នេះ tool នោះអីច្រើនអីចឹងអាចក្លែកមកមើល tool ខ្ញុំមួយនេះបាននិយាយទៅបើថាប្រៀបធៀបនិយាយពីថា tool ស្រួលណាវាស្រួលអស់ត្រឹមហ្នឹងហ្មងអញ្ចឹងនេះជាងចូលមកដល់ពេលអ្នកនរគ្នាទិញ tool ពីខ្ញុំទៅខ្ញុំនឹងឲ្យ folder ទៅអ្នកនរគ្នាតឡើងហើយអញ្ចឹងពេលតឡើងហើយវាចេញមកបែបនេះចឹងយើងគ្រាន់ចុចមកនេះ tool ហ្នឹងមានតែមកកញ្ចប់ប៉ុណ្្នឹងទេអ្នកនាងមានអីច្រើនទេអញ្ចឹងពេលឃើញហើយកុំខ្លាចឃើញមកកញ្ចប់អញ្ចឹងមិនមែនលក្ខណៈថាអត់មានអីពិសេសណាវាពិសេសខ្លាំងមែនតើអញ្ចឹងកន្លែងនេះគឺកន្លែងដាក់វីដេអូអញ្ចឹងបើសិនអ្នកនរគ្នាចង់ដាក់វីដេអូវែងអ្នកអត់ឲ្យគ្នាដាក់កន្លែងហ្នឹងមកវីដេអូអាចដាក់4ម៉ោងចុះមកក្រោមបានអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញអ្នកនរគ្នាគឺអត់ដាក់វីដេអូវែងទេយើងដាក់ជាវីដេអូភាគស្រាប់ដើម្បីយើងកាត់ហើយអារឿងភាគស្រាប់ខ្លីៗដាក់ខ្ទង់មាន2នាទី3នាទីអីយើងកាត់ហើយស្រាប់មានរាប់រយភាគហ្នឹងយើងដាក់នៅនេះកន្លែងដាក់ folder នេះអញ្ចឹងខ្ញុំដាក់ folder មកចឹងខ្ញុំចូលទៅរករឿងនេះរឿងនេះខ្ញុំដាក់រឿងនេះ82ភាគអញ្ចឹងគ្រាន់តែចុចដាក់ចូលមកអត់មានសេរីអីទេអ្នកនរគ្នាដាក់តែប៉ុណ្្នឹងហើយនេះចុចចាប់ផ្ដើមតែម្ដងវាស្រួលត្រង់ហ្នឹងចុចអញ្ចឹងយើងចុចចាប់ផ្ដើមទៅអូខេឥឡូវគឺវាពងដំណើរការហើយអញ្ចឹងយើងចាំតែមួយផ្លែតទៅវាអាស្រ័យទៅលើកុំព្យូទ័រអ្នកគ្នាខ្លាំងកម្រិតណាហើយអ៊ីនធឺណិតលឿនឬក៏យឺតអីអញ្ចឹងណាអញ្ចឹងវាដើរលឿនទៅតាមហ្នឹងបើអ៊ីនធឺណិតយើងខ្សោយក៏វាដើរយឺតដែរអញ្ចឹងយើងចាំទៅតាមពេលវេលាហើយបើជាមិនមែនថាតតែផុសមានតតែវា generate បានពេញមិនយើងអាចយកទៅផុសទេណាបើវាបកបានមួយភាគពីរភាគគឺយើងអាចយកទៅផុសបដាបានអាហ្នឹងដូច tool auto run អញ្ចឹងហើយតែគ្រាន់ថា tool ហ្នឹងវាអត់មានចំណាយលុយអីទិញ API ឬក៏ទិញអីក្រៅទិញ tool អីខាងក្រៅទេនិយាយទៅមានតែមួយ tool ហ្នឹងគឺមានគ្រប់បែបយ៉ាងនៅក្នុងហ្នឹងអ្នកនរគ្នាគ្រាន់តែទិញ tool ទៅគឺអាចបកប្រែរឿងបានតែម្ដងហើយអ្នកអត់ចេះអ្នកអត់យល់បកកែថាអត់ចេះធ្វើសាំញ៉ាំច្រើន tool ញ៉ៃញ៉ៃអីមកមើល tool ហ្នឹងនឹងត្រូវប៉ាន់នេះចឹងយើងរងចាំបន្តិចទៅចាំពេលវាបកហើយខ្ញុំនឹងចូលទៅស្ដាប់ឲ្យអ្នកគ្នាមើលឥឡូវបន្ទាប់ពីយើងរងចាំបន្តិចទៅរឿងរបស់យើងគឺបកបានហើយអ្នកនរគ្នាហើយនេះអ្នកនរគ្នាអាចមើលបានណា100% 82ភាគហ្នឹងអញ្ចឹងយើងអត់មានពិបាកអីទេគ្រាន់តែចុចមើលវីដេអូមកវានាំយើងទៅកាន់វីដេអូដែលវាបកហើយហ្នឹងណានេះអីយើងចុច play មើលបានអ្នកមិនចង់មានភរិយាទេវាមិនមែនជាការសើចទេឧបករណ៍នៅក្នុងរោងចក្រគឺនៅពីក្រោយគ្មានឧបករណ៍ច្បាស់លាស់តារាចម្រៀងទាំងអស់គឺផ្អែកលើHome Deposits អ្នករក្សាទុកតើអ្នកចង់ទិញអ្វីនិយាយទៅអ្នកនរគ្នាអាចមើល tool នឹងបានវាងាយស្រួលប្រើសឹងថាយើងបក1ម៉ោងមួយរឿងពេញក៏បានយើងបកអារឿងជាភាគក៏បានហើយអត់មានត្រូវការចំណាយ API ឬក៏ទិញអីផ្សេងទេកម្មវិធីហ្នឹងគឺទិញតែ tool មួយទៅគឺបកបានមួយ set ហ្មងហើយសម្រាប់អ្នកអត់ចេះប្រើងាយស្រួលដូចខ្ញុំបង្ហាញពីខាងដើមអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាចាប់អារម្មណ៍លើ tool ហ្នឹងអីអាចតាក់ទងមកខ្ញុំបានដើម្បីសួរព័ត៌មានលម្អិតពីការទិញ tool ហ្នឹងណា